ពេលដែលពិបាកចិត្តមានន័យថាមិនយល់ចិត្តខ្លួនឯងហ្នឹងហើយហើយដល់ពេលយើងរស់រឿងយើងថាគេមិនយល់ចិត្តយើងថាអត់ទេគឺយើងមិនយល់ចិត្តខ្លួនឯងបើយើងយល់ចិត្តខ្លួនឯងតាមសភាវៈពិតចិត្តនឹងឈប់ពិបាកហើយចុះពេលយើងបាក់ចិត្តយល់ចិត្តខ្លួនឯងអត់ថាអត់យល់ទេអត់យល់ទេអត់ដឹងថានឹងតោសៈផងនោះអត់ដឹងថាតោសៈមូលចិត្តនឹងប្រព្រឹត្តទៅជាមួយតោមនោសម្បយុទ្ធជាមួយបដិខៈព្រោះតែវាជួបជាមួយនឹងអារម្មណ៍មិនជាទីប្រាថ្នាអត់ដឹងមកនោះហ្នឹងហើយវាភ្លេចដោះស្រាយរឿងចិត្តទៅបន្ទោសគេបន្ថែមនោះវាធ្វើអញ្ចឹងវាមិនយល់ចិត្តខ្ញុំសោះថាទេអ្នកឯងនោះហើយមិនយល់ចិត្តខ្លួនឯងហ្នឹងត្រូវធ្វើអញ្ចឹងអាណាទ្រាំបានពពុទ្ធឯណាទៅរៀនឲ្យទ្រាំមួយគេនោះខន្តីនេះមិនមែនទៅទ្រាំជាមួយគេទេមិនមែនទេដោះស្រាយចិត្តនៅខាងក្នុងនេះទេ